Assalamualaikum warahmatullahi wabarakatuh ខ្ញុំឈ្មោះសារ៉ាហ្វីមកពីថ្នាក់ទី12ខថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សជាពន់ពេកដែលសាលាបានផ្ដល់ឱកាសដល់ខ្ញុំមកទីនេះក្នុងការនិយាយវិធានបទក្នុងការអប់រំបងប្អូនទាំងអស់គ្នាដោយវិធានបទនោះគឺទាក់ទងទៅនឹងការគិតពិចារណា Tafkirul Amir ក្នុងនោះខ្ញុំនឹងយកពីចំណុចសំខាន់ៗដោយចំណុចទី1គឺទាក់ទងទៅនឹងការគិតពិចារណាមុននឹងធ្វើអ្វីមួយសំដៅលើការគិតពិចារណាមុនសម្រេចចិត្តក្នុងការធ្វើអ្វីមួយឲ្យស៊ីជម្រៅប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងត្រឹមត្រូវទៅតាមច្បាប់អ៊ីស្លាមនិងច្បាប់សង្គមជាតិឧទាហរណ៍ការគិតពិចារណាមុននឹងធ្វើឬការបញ្ចេញកំហឹងណាមួយដែលអាចបង្កឲ្យមានអំពើហិង្សាអាកប្បកិរិយាឥរិយាបថនិងពាក្យសម្ដីមិនល្អផ្សេងៗ 2. ការគិតពិចារណាពីហេតុផលសំដៅលើការគិតស៊ីជម្រៅនិងស្វែងរកពីហេតុផលឬគោលដៅដែលជាក់លាក់ណាមួយដែលអាចនាំឲ្យមានហេតុផលនោះកើតឡើងឧទាហរណ៍ការគិតពិចារណាអំពីហេតុផលដែលនាំឲ្យមានការអនុវត្តច្បាប់ការបង្កើតច្បាប់របស់សង្គមជាតិឬសាលារៀននិងការគិតអំពីគោលបំណងនៃការអប់រំទូន្មានរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូអាណាព្យាបាលនិងអ្នកជំនាញខ្លួនយើងទៀតផងវាច្រើនវាសិតសឹងតែមានគោលបំណងក្នុងការអប់រំយើងនៅចំណុចដែលយើងខ្វះខាតតែប៉ុណ្ណោះសរុបមកចំណុចទាំងពីរនេះសុទ្ធសឹងតែជាចំណុចដែលយើងត្រូវការពីព្រោះវាធ្វើឲ្យយើងក្លាយជាមនុស្សដែលមានសីលធម៌ល្អតាមរយៈទង្វើរបស់យើងការគិតចេះពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើអ្វីមួយធ្វើឲ្យយើងដឹងអំពីចំណុចដែលយើងខ្វះខាតតាមរយៈការអប់រំអំពីសំណាក់អ្នកដទៃដែលនៅជុំវិញខ្លួនយើងនិងការដាក់ច្បាប់វិន័យផ្សេងៗរបស់សង្គមជាក់ស្ដែងในសាលារៀនរបស់យើងការដាក់ច្បាប់វិន័យឬក៏ដាក់វិន័យលើសិស្សដែលមកយឺតគឺគ្រាន់តែចង់ឲ្យយើងមានទម្លាប់ល្អចេះគោរពច្បាប់និងគោរពពេលវេលាតែប៉ុណ្ណោះពីព្រោះវាគឺជាមូលដ្ឋានគ្រឹះមួយនៃមូលដ្ឋានគ្រឹះផ្សេងទៀតដែលនាំឲ្យយើងមានការអភិវឌ្ឍខ្លួននិងជោគជ័យនៅពេលអនាគតជាទីបញ្ចប់សូមអរគុណរាល់ការស្ដាប់និងសង្ឃឹមថាបងប្អូននឹងក្លាយជាធនធានដ៏សំខាន់សម្រាប់អនាគតឬក៏សម្រាប់សង្គមជាតិនៅពេលអនាគតអ៊ីនសាអល់ឡោះ Wabillahi taufik wa hidayah. Wassalamualaikum warahmatullahi wabarakatuh.